សួស្តីបងប្អូនអរគ្នាថ្ងៃនេះខ្ញុំនឹងធ្វើការបង្ហាញបងប្អូនពីរបៀបនៃការ back up កម្មវិធីមួយទុកដូចជា Facebook ឬក៏ MX Player ឬក៏ Pump Dictionary ហ្នឹងទុកនៅថ្ងៃណាមួយដែលយើងធ្វើការ restore ទូរស័ព្ទឬក៏យើងបានជ្រុលដៃលុបទូរស័ព្ទហ្នឹងអស់ហ្នឹងអញ្ចឹងខ្ញុំមានវិធីសាស្ត្រមួយដើម្បី back up កម្មវិធីទាំងអស់ហ្នឹងទុកនៅក្នុងទូរស័ព្ទរបស់យើងដោយគ្រាន់តែយើងចូលទៅ download នៅកម្មវិធីមួយដែលមានឈ្មោះថា ES file ដូច្នេះយើងគាត់កាន់តែ Play Store យើងធ្វើការចូលទៅ download នេះកម្មវិធីនេះដែលខ្ញុំបង្ហាញនេះខ្ញុំធ្វើការបាន download ហើយ ES file ហ្នឹងតើបើយើងអត់ទាន់មានទេយើងធ្វើការ download នៅក្នុង Play Store អញ្ចឹងដល់យើងចូលទៅកាន់ Play Store តបមកយើងវាយពាក្យ ES file នេះ ES file employ ហ្នឹងដល់យើង click ទៅលើវាទៅវានឹងចេញពាក្យនេះខាងលើគេហ្នឹងតមកយើងចុច clip លើវាទៅវានឹងចេញពាក្យឲ្យ download ហើយ install ប៉ុន្តែពេលហ្នឹងខ្ញុំធ្វើការ download អស់ហើយអញ្ចឹងខ្ញុំមិនពិបាក download ទេដោយខ្ញុំគ្រាន់តែទៅបង្ហាញបងប្អូនតែម្ដងហើយគាត់តែយើងចូលទៅកាន់ ES file ហ្នឹងចុចលើ ES file ហ្នឹងបន្ទាប់មកវានឹងចេញនៅកម្មវិធីបែបនេះផ្ទាំងបែបនេះដើម្បីឲ្យបងប្អូនបានដឹងដូចជារូបភាពបទចម្រៀងហើយនឹង movie តើមកនេះជាកម្មវិធីដែលយើងត្រូវការចង់ back up ឥឡូវខ្ញុំចុចលើវាមានកម្មវិធីជាច្រើននៅក្រោមទៀតប៉ុន្តែយើងចង់ back up មួយណាຕົកឥឡូវឧទាហរណ៍តែខ្ញុំចង់ back up កម្មវិធីមួយណាຕົកអញ្ចឹងតើមកខ្ញុំគាត់តែចុច clip ទៅលើវាចុច clip ទៅលើវាមួយវានឹងឲ្យខ្ញុំ back up ទុកនៅកម្មវិធីហ្នឹងហើយឧទាហរណ៍ឥឡូវកម្មវិធីចម្រៀងនេះកម្មវិធីចម្រៀង Music Box ហ្នឹងខ្មែរ Music Box ហ្នឹងខ្ញុំចង់ back up វាទុកក្រែងថ្ងៃណាមួយខ្ញុំធ្វើរលុបវាទៅខ្ញុំពិបាកចូលទៅ download នៅក្នុង Play Store ទៀតដូច្នេះខ្ញុំធ្វើការ back up វាទុកលើចុច clip លើវាឲ្យជាប់ទៅបន្ទាប់មកវាចេញសញ្ញា tick បែបហ្នឹងបើយើងចង់ back up កម្មវិធីច្រើនយើងគ្រាន់តែ tick នៅលើវាបែបហ្នឹងទៅវានឹង back up ទុកហើយប៉ុន្តែនឹងខ្ញុំចេញពណ៌ហ្នឹងខ្ញុំ back up ទុកអស់ហើយនៅសតមួយហ្នឹងខ្ញុំចង់ back up វាដូច្នេះយើងចុចពីលើវាហើយយើងចូលទៅកន្លែងពាក្យនេះដូចក្បាលសัตว์ហ្នឹងយើងចុចពីលើវាមួយទៅមកវានឹងចេញផ្ទាំងហ្នឹងខាងពង back up សាក់ស៊ីហើយអញ្ចឹងយើងចូលទៅមើលកន្លែង back up យើងគាត់អូសមកក្រៅអញ្ចឹងទៅវានឹងចេញពាក្យថា back up ដូច្នេះយើងចុចលើពាក្យ back up ហ្នឹងហើយចូល app ហ្នឹងវានឹងចេញពាក្យនេះខ្មែរហ្នឹងបានចូលទៅក្នុងកម្មវិធីដែលខ្ញុំបាន back up ទុកទៅមកបងប្អូនចូលទៅមើលនៅ home screen យើងហើយអ្នកឃើញពាក្យនេះmusic ហ្នឹងកន្លែងខ្ញុំបាន download ហ្នឹងខ្ញុំលុបធ្វើការលុបវា install វាចោលការ install វាចោលគឺបែបហ្នឹងប៉ុន្តែខ្ញុំចង់បានកម្មវិធីហ្នឹងមកវិញដោយគ្រាន់តែខ្ញុំចូលទៅកាន់កម្មវិធីមិញគឺ ES file ហ្នឹងហើយពីដំបូងបើកមកវាអត់ចេញអញ្ចឹងទេវាចេញលក្ខណៈបែបនេះពីដំបូងតោះមកយើងថាចង់ back up កម្មវិធីហ្នឹងឡើងមកវិញដើម្បីធ្វើការប្រើប្រាស់ជាសារជាថ្មីដូចជាយើងចូលទៅកាន់កន្លែងកម្មវិធី back up ហ្នឹងនេះ back up ហ្នឹងចុចលើពាក្យ back up ហ្នឹងមកវាចេញពាក្យ app ហ្នឹងទៅមកវានឹងចេញពាក្យខ្មែរ music ហ្នឹងអញ្ចឹងបងប្អូនគាត់ទៅចុចពីលើវាមួយវានឹងចេញពាក្យ install សារជាថ្មីដោយមិនចាំបាច់អស់លុយទេដែលយើងមិនចាំបាច់ធ្វើការចំណាយពេលទៅ download នៅក្នុង Play Store សារជាថ្មីដែលយើងចុចលើពាក្យ install អញ្ចឹងមកទៅមកវាឲ្យយើង next ទៅ install វាមកទៅមកវាធ្វើការកំពុងតែ install ឡើងកម្មវិធីមួយហ្នឹងដើម្បីប្រើប្រាស់សារជាថ្មីដូច្នេះយើងមិនចាំបាច់ទៅចំណាយពេលដែលបាត់បង់កម្មវិធីហ្នឹងចំណាយពេលនៅក្នុង Play Store ដើម្បីធ្វើការ download វាសារជាថ្មីហើយអស់លុយទៀតតើទៅនឹងការអស់លុយច្រើនសម្រាប់យើងដូច្នេះអានឹងយើង back up វាទុកទៅអ្នកឃើញបានហើយយើងដឹងវាមកតមកយើងនឹងទៅប្រើប្រាស់កម្មវិធីហ្នឹងសារជាថ្មីដែលយើងបានតឡើងវាមកមិញហើយហ្នឹងអញ្ចឹងវានឹងឃើញអ្នកកម្មវិធីដែលខ្ញុំបានលុបមិញតែវាឡើងមកជារឿងធម្មតាវិញហើយប្រើប្រាស់បានដូចធម្មតាអញ្ចឹងអាហ្នឹងជាកលឹះមួយតែខ្លីៗហើយបើសិនតែបងប្អូនចង់ back up កម្មវិធីទាំងអស់នឹងទុកហើយយើងធ្វើការ restore ទូរស័ព្ទនឹងចោលដើម្បីទូរស័ព្ទវាគាំងអីចឹងយើងធ្វើការ restore វាចោលទៅវាបាត់កម្មវិធីអស់ហើយដល់អញ្ចឹងយើងចង់បានកម្មវិធីនឹងវិញយើងមិនចាំបាច់ទៅ download នៅក្នុង Play Store អីទៀតទេយើងគ្រាន់តែរក្សាទុកនៅ backup នឹងចោលដោយយើងគ្រាន់តែអ្នកចូលទៅក្នុង file ហ្នឹងមកចូល file ហ្នឹងវានឹងចេញពាក្យនេះ all file ទៅមកចេញចូលទៅក្នុង memory ទូរស័ព្ទយើងនឹងវានឹងចេញពាក្យ backup នេះ
nè nâng xuất tớiកម្មវិធីដែលខ្ញុំបាន backup ទុកហើយដល់អញ្ចឹងយើងគ្រាន់តែយកអាកម្មវិធីហ្នឹងយើង copy ផាកម្មវិធីហ្នឹងទុកនៅក្នុង computer ទៅ computer ហើយយើងធ្វើការ restore ទូរស័ព្ទហ្នឹងទៅបន្ទាប់មកយើងធ្វើការ install នៅកម្មវិធីហ្នឹងបានដូចយើងបាន download បោះដើមយើងអញ្ចឹងធម្មតាអញ្ចឹងអត់មានអីពិបាកទេហ្នឹងជាកលឹះខ្លីៗសម្រាប់ដល់ប្រាប់ដល់អ្នកដែលអត់ទាន់បានដឹងហើយចង់ backup នៅកម្មវិធីហ្នឹងទុកបាទសូមអរគុណសម្រាប់ការចូលរួមទស្សនានៅកម្មវិធីខ្លីៗចំណេះដឹងទូទៅសម្រាប់បងប្អូនដែលចង់ចាស់បាទសូមអរគុណ